ជំរាបសួរលោកគ្រូនិងសួស្តីទាំងអស់គ្នាខ្ញុំបាទឈ្មោះបូសហរិទ្ធជាសិស្សថ្នាក់ទី9កនៃសាលាអនុវិទ្យាល័យសំពើលូនថ្ងៃនេះខ្ញុំសូមធ្វើបទបង្ហាញអំពីបង្គំកងតាក់2អំពូល1ដែលជាចំណុចមួយស្ថិតនៅក្នុងមេរៀនទី2ការប្រើប្រាស់ចរន្តអគ្គិសនីនៅក្នុងគេហដ្ឋានដែលជាមេរៀនមួយដកស្រង់ចេញពីសាលារៀនចំនួនថ្មី NGS ពីមជីកងខេត្តកំពង់ចាមតើបង្គំកងតាក់2អំពូល1នេះមានភាពងាយស្រួលយ៉ាងដូចម្តេចខ្លះនៅក្នុងការរស់នៅប្រចាំថ្ងៃរបស់យើងមុននឹងចូលទៅកាន់ការបកស្រាយអំពីអត្ថប្រយោជន៍នៃបង្គំកងតាក់2អំពូល1នេះខ្ញុំសូមរៀបរាប់ពីសម្ភារៈដើម្បីធ្វើបង្គំនេះជាមុនសិនសម្ភារៈដែលយើងប្រើសម្រាប់ធ្វើបង្គំកងតាក់2អំពូល1នេះរួមមានដូចជាកងតាក់អំពូលឬក៏ភ្លើង LED ខ្សែចម្លងអគ្គិសនីនិងចុងក្រោយគឺថ្មពិលដើម្បីតបង្គំកងតាក់2អំពូលមួយនេះដំបូងគឺយើងត្រូវយកកងតាក់ដែលមានជើង3តម្រៀបគ្នាបែបនេះរួចយើងត្រូវយកខ្សែចម្លងអគ្គិសនីតពីជើងភ្លោះរបស់កងតាក់ទាំងពីរចូលគ្នារីឯជើងកណ្ដាលនៃកងតាក់ទី1យើងត្រូវភ្ជាប់ទៅនឹងផ្នែកម្ខាងនៃថ្មពិលចំណែកឯជើងកណ្ដាលនៃកងតាក់ទី2យើងត្រូវភ្ជាប់ទៅនឹងជើងម្ខាងនៃអំពូលហើយជើងម្ខាងទៀតនៃអំពូលយើងត្រូវភ្ជាប់ទៅនឹងផ្នែកម្ខាងទៀតនៃថ្មពិលនេះគឺជាបង្គំកងតាក់2អំពូល1ដែលខ្ញុំបានតរួចជាស្រេចហើយបង្គំកងតាក់2អំពូលមួយនេះមានអត្ថប្រយោជន៍ដូចជា1ផ្ដល់ភាពងាយស្រួលចំណេញពេលវេលានិងចំណេញកម្លាំងឧទាហរណ៍ថាផ្ទះយើងមាន2ជាន់ហើយយើងបានតបង្គំកងតាក់2អំពូលមួយនេះហើយនេះគឺជាកងតាក់ដែលនៅជាន់ក្រោមនេះគឺជាកងតាក់ដែលនៅជាន់លើបើសិនជាយើងស្ថិតនៅជាន់លើយើងអាចបើកនិងបិទអំពូលបានពីលើមកតែម្ដងដោយមិនបាច់ចុះមកក្រោមតែបើសិនជាយើងស្ថិតនៅជាន់ក្រោមយើងក៏អាចបើកនិងបិទភ្លើងពីក្រោមមកដោយមិនបាច់ឡើងមកលើក៏បានដែរការធ្វើបែបនេះធ្វើឲ្យយើងចំណេញទាំងពេលវេលានិងចំណេញទាំងកម្លាំង2សន្សំសំចៃថាមពលក្នុងគេហដ្ឋានឧបមាថាផ្ទះយើងមានអំពូលមួយហើយមានកងតាក់តែមួយទេនៅជាន់ផ្ទាល់ដីបើសិនបើយើងស្ថិតនៅជាន់ខាងលើបើសិនបើយើងខ្ជិលឬក៏យើងខ្លាចមិនហ៊ានចុះមកបិទកងតាក់នៅខាងក្រោមនៅពេលយប់នោះភ្លើងនឹងត្រូវបានបើករយៈពេលពេញមួយយប់នឹងធ្វើឲ្យខ្ជះខ្ជាយថាមពលនៅក្នុងគេហដ្ឋានតែបើសិនបើផ្ទះរបស់យើងមានតជាកងតាក់ពីបំពូលមួយបែបនេះធ្វើឲ្យយើងមានភាពងាយស្រួលឲ្យយើងមិនបាច់ចុះមកបិទនៅខាងក្រោមយើងអាចបិទឬបើកនៅខាងលើបានតែម្ដងបែបនេះធ្វើឲ្យយើងកាត់បន្ថយការខ្ជះខ្ជាយនៃថាមពលអគ្គិសនីបានមួយកម្រិតដែរឥឡូវខ្ញុំសូមឧទាហរណ៍ឲ្យកាន់តែងាយយល់បន្ថែមទៀតប្រសិនបើយើងនៅក្នុងបន្ទប់មួយហើយបន្ទប់នោះមានតជាកងតាក់ពីអំពូលមួយបែបនេះបើសិនបើយើងចង់បើកភ្លើងអំពូលនោះឲ្យភ្លឺយើងមិនចាំបាច់ដើរទៅបើកកងតាក់ដែលនៅមាត់ទ្វារនោះទេគឺយើងគ្រាន់តែឈោងដៃទៅបើកកងតាក់ដែលនៅក្បាលគ្រែទៅបានហើយការធ្វើបែបនេះធ្វើឲ្យយើងចំណេញទាំងពេលវេលានិងចំណេញទាំងកម្លាំងឥឡូវនេះការធ្វើបទបង្ហាញទាក់ទងនឹងបង្គំកងតាក់2អំពូល1របស់ខ្ញុំក៏ឈានមកដល់ទីបញ្ចប់ខ្ញុំសូមអរគុណដល់លោកគ្រូអ្នកគ្រូនិងអ្នកទាំងអស់គ្នាដែលបានចំណាយពេលវេលាដ៏មានតម្លៃក្នុងការស្ដាប់និងទស្សនាតាំងពីដើមរហូតដល់ចប់ជាចុងក្រោយខ្ញុំសូមអរគុណនិងសូមជម្រាបលា